បងប្អូនថ្ងៃនេះខ្ញុំជួបជាមួយនឹង Red យើងទៀតហើយ Red មកនៅឡើង slot មកអ្នកគ្នាឃើញគេឡើងចេះអត់ថ្ងៃហ្នឹងខ្ញុំមកសវ៉ាមីនអីជួប Red ហើយឡើងដើរតាមខ្ញុំមកអ្នកគ្នាតែហ្នឹងចេះមែនតើការខ្ញុំជួបវាលើកទី1គឺខ្ញុំអង្គុយសុកឲ្យវាដើរមកក្បែរខ្ញុំអ្នកគ្នាដល់ពេលខ្ញុំលេងវាទៅវាអត់ខំទេខាងណាពេលយើងតម្លាក់ដៃចុះហើយវាទាញដៃយើងទៅទៀតហើយឡងឆ្លាតហ្មងពេលហ្នឹងខ្ញុំរៀនចម្លែកចិត្តដែរឃើញឆ្កែវាចេះពេកហើយដែរស្គាល់គ្នាផងហើយវាទាញដៃខ្ញុំឲ្យទៅប៉ះក្បាលវាក្បាលវារហូតតម្លាក់ដៃចុះដឹងតែទាញទៅហ្មងឲ្យដល់ខ្ញុំទៅម្ដងទៀតខ្ញុំជួបវាទៀតអ្នកគ្នាហើយថ្ងៃខ្ញុំជួបលើកទី2ណាគឺវាឡើងចាំខ្ញុំហ្មងឃើញមកគួរអាណិតពេកក៏ខ្ញុំទៅទិញ hot dog ឲ្យវាហ្មងទៅពេលហ្នឹងខ្ញុំផុសវីដេអូមួយហ្នឹងមានគេចូល comment ថា Red ឡើងច្រើនហើយខ្ញុំអត់ទាន់ស្គាល់ Red ដល់ពេលចូលមើលទៅបានដឹងថាយី Red នោះសោះនេះមិន Red ទេប៉ុន្តែចេះដូច Red ចឹងអ្នកគ្នាពេលដាក់ដៃទៅគឺវានឹងធ្វើអញ្ចឹងហ្មងហើយខ្ញុំកៀង comment ខ្លះគេថាតែប៉ិតគេបោកយកនំទេពេលថ្ងៃនោះវិញខ្ញុំទៅជួបវាទៀតហើយអ្នកគ្នានៅកន្លែងដដែលហ្នឹងថ្ងៃជួបវាលើកទី3ហ្នឹងគឺវាចាំយកមកអ្នកគ្នាវាចាំឲ្យយើងទិញ AVC ទៀតហើយវាចង់បោកយើងទៀតហើយអ្នកគ្នាគេខំធ្វើចេះអីខ្ជូតអីណាតែមិនអីខ្ញុំចាញ់បោកវាមែនហ្នឹងឯងទៅទិញ AVC មែនតាដោយសារតែខ្ញុំឃើញឆ្កែនឹងស្គមពេកហើយខ្ញុំទៅជួបវាបាន3ដងហ្នឹងឯងខ្ញុំទៅនឹងរហូតងាយបានជួបវាដែរហើយគេពងទៅល្បី Red ហើយឆ្កែហ្នឹងឡើងដូច Red ហ្មងចេះដូចគ្នាទៀតតែមិនដឹងថាឆ្កែនេះវាអាំងម៉ែអត់ទេខ្ញុំមកលេងជាមួយនឹងឆ្កែហើយមិនស្រួលយកដៃទៅប៉ះមុខអត់ដឹងខ្លួនទៀតហើយដើម្បីជាផុតមានតែមកដល់ផ្ទះភ្លាមយើងធ្វើការជូត make up ចេញហើយនឹងបិទម៉ាស់ហើយចំពោះម៉ាស់ដែលខ្ញុំតែងតែបិទជាប្រចាំហ្នឹងគឺជា Philips Clay Mask ដែលយើងកំពុងបិទហ្នឹងអ្នកគ្នា Philips Clay Mask នេះពេលដែលយើងបិទទៅធ្វើមុខរបស់យើងភ្លឺថ្លាសំខាន់ណាស់ជួយជំរុញកោសិកាចាស់បិទយកជាតិពណ៌ធ្លីដីនិងជាតិ make up ដែលយើងលាបបានជ្រះហ្នឹងចេញមកអស់ហ្មងពេលដែលយើងជូតចេញមកនឹងឃើញរីសភ្លាមមកអ្នកគ្នាមុខរបស់យើងមកទៅភ្លឺថ្លាជាងមុនហើយមានសំណើមទៀតដើម្បីឲ្យកាន់ប្រសិទ្ធភាពខ្ពស់កុំភ្លេចឲ្យស្ដោះក្នុងការបិទជាមួយនឹងម៉ាស្លឹកបន្ទាប់ពីបិទ Clay Mask ហើយម៉ាស្លឹកនេះល្អមែនតើសំខាន់ណាស់ទឹក Essence ណាគឺមានច្រើនអ្នកគ្នាអាចយកទៅលាបកលាបដៃលាបជើងបានហ្មងនិយាយលេងទេប៉ុន្តែគឺច្រើនមែនអញ្ចឹងបិទទុកចោល15នាទីដូចគ្នាបន្ទាប់ពីដកចេញមកមុខរបស់យើងមកទៅឡើង glow glass skin ភ្លឺរលោងអញ្ចឹងហ្មងណាអ្នកគ្នាអាសាចេញក្រៅអាសា make up កុំភ្លេចអាសាជាមួយនឹងឈុតពីរហ្នឹងណា